ជំរាបសួរប្រិយមិត្តទាំងអស់គ្នា Welcome to ខ្មែរឆ្លងដែនបងប្អូនថ្ងៃនេះខ្ញុំថ្ងៃទី3នៅ Las Vegas បាទក៏ប៉ុន្តែខ្ញុំមិនទាន់បានអាប់ឡូតវីដេអូបងប្អូនមកដល់ដើរលេងរហូតដើរលេងនៅ strip ហ្នឹងហើយនឹងនៅValley of Fire ដើរលេងច្រើនកន្លែងក៏ប៉ុន្តែខ្ញុំថតតិចទេព្រោះខ្ញុំមកនេះពី3ដងហើយណាបងប្អូនថ្ងៃនេះខ្ញុំនាំក្រុមគ្រួសារទៅលេងនៅHoover Dam បាទ Hoover Dam ហើយនៅកន្លែងកន្លែងត្រីមួយបឹងត្រីមួយបាទត្រីហ្នឹងសបោមែនទេយើងទៅទិញនំប៉័ងទិញអីយកឲ្យត្រីស៊ីបាទចាំមិនចាំថ្ងៃនេះខ្ញុំថតលេងជាជាមួយបងប្អូនបាទព្រោះថ្ងៃនេះក្តៅបាទអត់ចេញក្រៅមិនសូវបានទេព្រោះវា100 degree ថ្ងៃនេះបាទឥឡូវហ្នឹង90ក៏ប៉ុន្តែបន្តិចទៀត98ទៅ100បាទហើយ afternoon បានក្តៅបាទខ្ញុំពាក់អាវខៀវក៏នៅតែក្តៅដែរបងប្អូនបាទខ្ញុំមិនតបានស្រោចដំណាំផងបាទស្រោចផ្កាស្រោចអីបាទព្រោះនេះស្រោចមកទឹក2ដងឲ្យកុំឲ្យវានេះកុំឲ្យវាត្រាយអានេះវាខ្ញុំទៅស្រោចប្រហែលថ្ងៃវាស្ងួតរើងបងប្អូនបាទเราចាំម៉ែចេញធ្វើដំណើរបាទនេះនៅជុំវិញ neighbor បងប្អូននេះពេលថ្ងៃបាទនេះខ្ញុំស្រោចចាំមកខៀវស្អាតនេះអូននេះក៏ស្រោចដែរខ្ញុំស្រោចរហូតមកដល់នេះបាទនេះគាត់ដាំដែរបាទអាពីនេះងាប់មួយអានោះលើកមុនធំមែនទេកាលខ្ញុំមកប្រហែលឆ្នាំមុនអានោះធំបាទឥឡូវងាប់វាក្តៅបាទក្តៅបាក់ដាំហ្នឹងនេះតើយើងរក្សាស្រោចទឹកវាណែម៉ែអូម៉ែមកម៉ែដើររហូតដែរហ្នឹងនិយាយទៅមកហ្នឹងទៅកន្លែងណាក៏ទៅដែរម៉ែបាទដើររហូតបាទតោះបែរឡើងទៅពីនេះទៅទិញ sandwich ម្នាក់មួយដែរបងប្អូនទៅ store 2 3កន្លែងដែរមុននឹងធ្វើដំណើរចេញព្រោះទៅទិញនំប៉័ងឲ្យត្រីស៊ីហើយនឹងនំបាក់ប៉ាតេនៅ Daikon នៅ Henderson បាទអូខេ Alright guys ឥឡូវធ្វើដំណើរចេញបាទធ្វើដំណើរចេញពីនេះទៅកន្លែង Daikon បានមី restaurant ហ្នឹងវាកន្លះម៉ោងជាងបាទព្រោះអីតើ12ម៉ៃក៏ប៉ុន្តែវាជាប់ traffic ពេលថ្ងៃតិចបាទក្តៅណាស់បងប្អូនចេញមកដល់នេះក្តៅមែនទែនបាទវ៉ាវអូខេឥឡូវដល់ហើយបងប្អូនដល់ Daikon នៅ Henderson បាទ Henderson នេះវាធ្វើនំប៉័ងឆ្ងាញ់អានេះខ្ញុំshareជាមួយបងប្អូនព្រោះបើសិនណាយើងយក special អីផ្សេងវាមិនសូវឆ្ងាញ់ទេណាប៉ុន្តែអាផុកហ្នឹងគឺញ៉ាំទៅឆ្ងាញ់មែនទែនបាទនេះគេនៅ Henderson បងប្អូនអូខេមកកំងម្នាក់មួយបាទដាក់នំម្នាក់មួយនំប៉័ងម្នាក់មួយបាទនេះនំប៉័ងបងប្អូនអូខេថ្ងៃនេះគេមក early មុនគេអត់សូវមានមនុស្សទេបងប្អូនបាទគេចាណាមានគេមកញ៉ាំមានអីនេះបងប្អូនឥឡូវកំងរួយបងប្អូនពួកអ្នកធ្វើការវាច្រឡំវាយើងកំង3 sandwich វាឲ្យតែមួយបាទវាឲ្យតែមួយមីអូនេះយ៉ាប់មែនទេឥឡូវទៅរកចាក់សាំងសិនបងប្អូនបាទព្រោះសាំងឥឡូវចុះពាក់កណ្ដាលជាងហើយបាទខ្ញុំតន់តែថែមវាព្រោះនៅនេះវាខែក្តៅបាទ half tank អូខេឥឡូវមកដល់កន្លែងចាក់សាំងបងប្អូនបាទ Chevron gas station អានេះ$4.89 regular បាទ Supreme premium ដែលខ្ញុំចាក់ហ្នឹងគឺថ្លៃបាទ$5ជាងខ្ញុំមកដល់ Las Vegas នេះ3ថ្ងៃបាទ3ថ្ងៃបាទនេះខ្ញុំចាក់3ដងបងប្អូនព្រោះមួយថ្ងៃមកថែងណាចិត្តចុះកន្លះពាក់កណ្ដាលហ្នឹងពាក់កណ្ដាលជាងហ្នឹងចុះក្រោមហ្នឹងខ្ញុំមកចាយព្រោះនៅនេះវាក្តៅដល់ពេលអញ្ចឹងយើងប្រើម៉ាស៊ីនត្រជាក់ព្រោះខ្ញុំចេញដំណើរអីហ្នឹងម៉ែក៏នៅក្នុងឡានអញ្ចឹងបច្ចេកវាចោលបើកម៉ាស៊ីនត្រជាក់វាស៊ីបាទស៊ីនិយាយទៅ average ក្នុងបើកមួយថ្ងៃក្នុង50ទៅ$60មួយថ្ងៃអានឹងស៊ីចង់ទៅខ្ញុំទៅឆ្ងាយណាដូចថ្ងៃនេះខ្ញុំទៅពីកន្លែងឆ្ងាយអញ្ចឹងគឺមកវិញហ្នឹងគឺពាក់ចិត្តអស់ហើយបាទហើយពេលសាំងខ្ញុំបងប្អូនឃើញមិញខ្ញុំមិញហ្នឹងវាអស់ពាក់កណ្ដាលហើយថែមពាក់កណ្ដាលទៀត$64.72បាទអស់ថ្លៃព្រោះpremium gas វាថ្លៃបងប្អូនថ្លៃណាអានេះគេហៅ Supreme បាទ Supreme
mấy premium mới bảo supreme bà đấy chạm tương có tinh nấm păng vô tao đạo trai si bà nhưng tao còn lại trai môn bà tao còn lại phan cái nó cái lụa miền là fish and chip nhưng mà tao đó nhưng thọt chia một con bà đấy tương tinh ấy mau vua máu mà thong bơm bằng tinh ấy đâu từ coi nấm păng cái nó tinh sầm rạp ao trai si nữa cái tinh yang thong bơm à này mà đó là mẹ đây nấm păng mẹ đà nấm păng mẹ thái mẹ tháo cái chứ for you drink for you and drink for you Oh, wow, thank you. and drink for you mama rồi What you want? cái này nhom ba cái fishing sao toàn phong tập lại nữa bà nhom thơ thằng nào tàu lại nhà tây kiền châm đại diện tàu phi về nữa bạc highway 11 south បងប្អូនបាទចេញពី Las Vegas Strip ហ្នឹងប្រហែលជា29នាទីទេបាទអត់ឆ្ងាយទេណាបាទ24ម៉ាយបាទឡូវកម្រងការប្រែប្រួលបងប្អូនទៅHoover Dam មុនបានទៅកន្លែង Harbor កន្លែងចិញ្ចឹមត្រីហ្នឹងបាទគេមាន restaurant ហ្នឹងព្រោះនេះវាចិត្តHoover Dam ហ្នឹងចូលនេះមុនបងប្អូនបាទនេះចិត្តដល់ហើយបាទនៅ9ម៉ាយទៀតបាទកន្លែងនេះគេហៅBoulder City បងប្អូនបាទ Boulder City បាទអានេះសម្បូរជនជាតិ Mexican បាទរស់នៅនេះណាបាទទីក្រុងមួយតូចមើលស្អាតមែនទែនបាទនេះដូចនៅស្រុក Mexico ដែរបាទមើលទៅស្តៀងគ្នាអូនោះក្រាំងឡានខ្វាយនេះ កំងមួយទេ ហើយ យើងនឹងត្រង់ឡានAt the next light, turn left. Alright guys បាត់មួយ Hoover Dam ហ្នឹងទេ បាទ Hoover Dam កន្លែង Hoover Dam ហ្នឹងកន្លែងកញ្ចក់ទំនប់ទឹកបាំងហ្នឹងបងប្អូនកាលគេថតពីរឿង Superman បងប្អូនមើលចំណង Superman លេងខ្សែទី1ហ្នឹងគឺនៅកន្លែងហ្នឹងឯងបាទនេះ landmark ដែរភាគច្រើនអ្នក tourist ហ្នឹងគេចូលចិត្តមកលេងបាទកន្លែងនេះមានលេខមួយដែរបងប្អូនលេខទឹកខៀវបាទខ្ញុំមិនដឹងថាបងប្អូនបានឃើញក្នុងវីដេអូអត់ក៏ប៉ុន្តែខ្ញុំមើលពីនេះទៅស្អាតមែនទែនបាទអូយស្អាតណាស់មើលហ្នឹងទេសភាពបាទវ៉ាវទឹកដល់ហើយនេះទឹកដូចទឹកមានស្អីមកយ៉ាងថាមានត្រៃកាន់ណាបាទសំណាមអីទៅចំណាំមកបាទវ៉ាវស្អាតណាស់នេះចុះទួលទៀតឡានលឿនអស់ឡានល្បឿនណាអាចនិយាយទៅថតកន្លែងណាក៏ស្អាតដែរនេះឥឡូវខ្ញុំចេញមកថតកន្លែងទេសភាពនេះទេបងប្អូនបើកឡានទៅបើចុះទួលទៅវាឃើញវាស្អាតបាទនេះស្អាតមែនទែនបាទកន្លែងនេះនិយាយទៅមានផ្ទះគេសងខាងដែរបងប្អូនមានផ្ទះសងខាងដែរគេមានគេច្រើនគេមកហ្នឹងគេចង់ថតកន្លែងហ្នឹងបាទ Welcome to Lake Mead National Recreation Area បងប្អូនណានេះ National Park Service ដែរហេស្អាតមែនទែនមែនទេ Wow ហើយឡូវត្រឡប់ទៅវិញបងប្អូន Hoover Dam នៅជិតទេបាទជិតដល់ហើយអត់ឆ្ងាយបាទអូខ្យល់ហៀកល្អទេត្រជាក់ស្រួលមកថ្ងៃនេះអូខេខ្ញុំមកដល់កន្លែង Hoover Dam បាទ Hoover Dam វាមានកន្លែងច្រើនថតបងប្អូននេះកន្លែងទី1ដែលពួកខ្ញុំចូលមកបាទហើយមុនមកចូលមកដល់ទឹកដីហ្នឹងមាន security គេ check បាទគេ check គេសួរថាតើយើងមានកាភ្លើងមានគ្រាប់បាយគ្រាប់អីចឹងទេណាបាទគេសួរបាទនៅតែ safety ព្រោះកន្លែងនេះកន្លែងទំនប់ធំបាទទំនប់ទប់ធំគេបាទនៅពិភពលោកតាមខ្ញុំស្ទុំមើលបាទធំមែនទែនបាទកន្លែងនេះដូចខ្ញុំជម្រាបចឹងគឺចាំទៅដល់ខ្ញុំថតកន្លែងគេថតវគ្គឈុត Superman រឿងពីដើមបាទឥឡូវខ្ញុំដើរឡើងទួលខាងបន្តិចបាទ
ឃើញមនុស្សចេញចូលច្រើនថ្ងៃបើស្នាថ្ងៃមកថ្ងៃធម្មតាអត់មានកន្លែងចតទេណាបងប្អូនថ្ងៃអត់ចាប់ផ្សេងថ្ងៃ weekend ខ្ញុំថ្ងៃនេះថ្ងៃ Wednesday បាទខ្ញុំមកទេបាទអត់តមានមនុស្សទេបាទស្ដារឡើងបងប្អូន wheelchair ក៏ឡើងបានដែរណាបើស្នាយើងរុញណា They have a wheelchair accessible បងប្អូនបើស្នាមានចាស់អីគាត់មកជិះតែ handicap wheelchair ហ្នឹងយើងអាចមកបានហើយក៏យើងពួកដូចពួកខ្ញុំអញ្ចឹងឡើងតាមស្ដារធម្មតាបាទនេះភ្នំនិយាយទៅកន្លែងនេះចោះភ្នំធ្វើបាទ highway អីហ្នឹងបាទតាក៏ថតដែរបាទគឺឥឡូវខ្ញុំចូលមកកន្លែងបាទនេះឡើងមកហ្នឹងមកមើលខាងនេះបងប្អូនណាខ្ញុំថតឲ្យចប់កន្លែងនេះបាទនិយាយទៅឡើងមកហត់ដែរមិនធម្មតាណាបាទនេះរូបដែលធ្វើជំនាន់ឆ្នាំបាននេះយូរហើយបងប្អូនយើងដាក់ឆ្នាំដែរបាទនេះខ្ញុំថតតិចៗបងប្អូនបានឃើញបាទប្រវត្តិគេធ្វើកន្លែងហ្នឹងបាទ1943បងប្អូនដល់បាតាជាងនោះបាទហើយតមកជាងទៀតគឺមើលនេះមកកន្លែងស្ពានបាទវ៉ាវកាខ្យល់តិចនេះគេនេះស្ពានបាទថតស្ពានបាទនេះស្ពាននេះខ្ពស់ណាស់បងប្អូនបាទខ្ពស់ហើយចោលទៀតមិនខ្ពស់ចោលទេខ្ពស់វាខ្ពស់សន្លឹមមកចាំមកខ្ញុំថតកន្លែងអាដែមដែលខាងក្រោមដែលគេលេងគាត់នៅស៊ូប៉ឺម៉ាតគឺនៅកន្លែងនេះបងប្អូនណានោះមើលអាដែមនេះធំជាងគេនៅពិភពលោកបងប្អូនណានេះខ្ញុំថតឲ្យបងប្អូនមកឃើញតិចនេះវ៉ាវមើលណាតោះមកបាទម្នាក់មកថតលេងកន្លែងនេះបងប្អូនបាទឥឡូវមកដល់កន្លែងកដាលស្ពានបងប្អូនកដាលស្ពានបាទនេះខ្ញុំថតចំមកកន្លែងHoover Dam បាទនេះខាងមុខខ្ញុំនេះបាទមើលនេះចោលទឹកខៀវក្នុងខាងក្រោមមកបាទឥឡូវខ្ញុំមកទៅខាងមុខតិចទៅរកកន្លែងចតហើយដើរប៉ុណ្ណេះបាទមួយកន្លែងនេះមកស្បោកន្លែងចតថតណាបងប្អូនបើសិនអត់ចង់ថតបាទខ្ញុំថតប៉ុណ្ណេះបានណាបាទឥឡូវខ្ញុំដើរត្រឡប់ទៅវិញបងប្អូនខ្យល់មែនទែនបាទនៅកន្លែងចំកណ្ដាលស្ពាននេះខ្យល់ខ្លាំងខ្ញុំមកស្រាវនិយាយទៅស្រាវហើយខ្ញុំបើកទៅខាងមុខទៅថតនៅខាងក្រោមវិញបាទអានេះនៅខាងលើបាទខាងលើស្ពានខាងក្រោមស្ពានក៏ស្អាតដែរចាំខ្ញុំទៅដល់ចាំខ្ញុំថតជាជាមួយបងប្អូនបាទហើយវ៉ាវមើលនេះលយកូនគាត់ដើរមកបុកខ្ញុំមកវិញអត់បានមើលក្មេងៗវាខ្យល់វាទៅវាបិទមុខវាអាមួកនឹងទាញមកលើបុកបាក់មកម៉ែអូគេសើចអត់តោះបាទត្រឡប់ទៅវិញបងប្អូនខ្យល់ខ្ញុំស្រាវជើងបាទស្ពានវាខ្ពស់បាទហើយស្ពានវាខ្ពស់ទៅខ្យល់ផោងតាមភ្នំហ្នឹងវាបក់មកអូយស្រាប់និយាយទៅអត់បានទេចឹងខ្ញុំទៅផ្លេតថតតិចហ្នឹងខ្ញុំមកវិញត្រឡប់មកវិញបាទចង់មកដល់ខាងក្រោមវិញបងប្អូនអត់និយាយហត់ដែរបាទមិនថាមិនថតទេយើងចុះស្ដារហ្នឹងមនុស្សមកគឺក្រែងបាទមកច្រើនមែនទេមិនធម្មតាបាទថ្ងៃនេះអានេះវាពីមកគូគាត់គ្នាគាត់ជិះមកបាទអានេះជិះតាមផ្លូវហ្នឹងល្អមែនទេព្រោះឯផ្លូវវាដូចជាផ្លូវម៉ូតូវា curving waving ជីទៅបត់ឡើងបត់ចុះស្អាតស្អាតពីរស្អាតមែនទែនបាទអូខេនៅនេះអត់មានកន្លែងទម្លាក់
ចាស់ឲ្យគាត់ដើរចិត្តទេបងប្អូនព្រោះអីផ្លូវវាតូចផ្លូវតូចមែនទេបាទនេះចាំនិយាយទៅយើងថតតាមឡានបានហើយព្រោះអីក្តៅថ្ងៃនេះក្តៅព្រោះអីមនុស្សគេច្រើនគេចាញ់ចូលទៅហើយមាន security គេមិនឲ្យយើងទម្លាក់មនុស្ស passenger ហ្នឹងទេព្រោះឲ្យខ្លាចtraffic វា jam អីចឹងណាប៉ុន្តែអត់អីទេព្រោះខ្ញុំគាត់មកទៅនេះមកបានហើយនេះចាំគាត់បានឲ្យម៉ែចេញមកថតដល់កន្លែង Hoover Dam តិចមកបាទមួកឲ្យម៉ែមួកទៅមួកម៉ែបាទបាទមានកន្លែងចតត្រជាក់ស្រួលនេះនេះក៏យូពេកដល់ដែរនឹងជើងម៉ែគេឥឡូវខ្ញុំមកដល់កន្លែងមានកន្លែងចតបងប្អូនព្រោះអីកន្លែងនេះបើយើងដើរឆ្ងាយដើរចូលក្រោមនោះឆ្ងាយមែនទេឥឡូវនេះខ្ញុំចុះទៅថតជាជាមួយបងប្អូនបាទព្រោះអីកន្លែងខ្លះថតស្អាតហើយបាទកន្លែងនេះនិយាយទៅlandmark បាទសម្រាប់អាកាំងណាបាទកាលណាមកនេះវាច្រើនពួកអាស៊ីយើងហើយនឹងពួកជនបរទេសមកលេងច្រើនបាទកន្លែងនេះបាទអូយស្អាតណាស់មើលស្ពានមើលខ្ញុំឡើងមិញស្ពានបាទបាទស្ពានហ្នឹងគាត់ថាខ្យល់ខ្លាំងហ្នឹងមិនខ្យល់ខ្លាំងមែនទេមើលដល់គាត់មកដល់នេះក៏ខ្យល់ដែរបាទមានកន្លែងគេដាក់memorial tribute to Anson Smith អូស្ដាយចុះបាទចោតម្លេះអូខេឥឡូវចុះមកដល់នេះហើយបងប្អូនបាទខ្ញុំថតមិញឡានចតដល់ខាងលើណាបាទខាងលើដៃខ្ញុំបាទព្រោះយើងមកហ្នឹងកុំភ្លេចបើកឲ្យផុតកន្លែងDam ហ្នឹងបាទឬមួយក៏យើងចតកន្លែងunderground parking ក៏បានដែរបាទឆាចមួយថ្ងៃ$10បាទបើស្នាយើងចូលចតកន្លែងហ្នឹងណាបាទហើយនឹងកន្លែងនេះក៏មួយថ្ងៃ$10ដែរបងប្អូននេះកន្លែងខ្ញុំដើរអត់មានមនុស្សទេណាបាទប៉ុន្តែថា not too bad តម្លៃប៉ុណ្ណឹងបាទគាត់ថាពួកខ្ញុំចង់តកន្លែងកំពូលហ្នឹងដើរមកអានេះដូច exercise ដែរបាទមើលក៏ស្រាវដែរបាទជើងខ្ញុំអត់ចូលចិត្តខ្ពស់ឲ្យបងប្អូនទេនេះស្រាវមែនទេនេះយើងចតភេទ$10មែនក៏ប៉ុន្តែគេមានរោងគេបាទមលប់ស្រួលបាទមលប់ស្រួលមែនទេនេះបាទពួកខ្ញុំអត់ spend នៅយូរទេណាគាត់ខ្ញុំចុះក្រោមដល់កន្លែងកណ្ដាលហ្នឹងនៅកណ្ដាលនោះខ្ញុំថតតិចខ្ញុំមកវិញបាទអានេះទឹកវាគេប្រហូរទឹកវាចូលឡើងហ្នឹងបាទមើលជ្រៅណាស់បងប្អូនខ្ពស់ហ្នឹងនេះណាខ្ញុំមើលចេះអ្នកមើលវីដេអូដឹងបាទមកដល់អូហូញាក់សាច់ហើយបងប្អូនជ្រៅណាស់បាទអូខេឥឡូវចុះមកដល់ខាងក្រោមបងប្អូនណានេះខ្ញុំថតឃើញទេវាអាដាមវាខ្ពស់ឲ្យជ្រៅបាទទឹកនេះមិនដឹងលិចប៉ុន្មានទេបាទមកដល់ខាងក្រោមបាទមនុស្សច្រើននេះមកលេងខាងក្រោមហ្នឹងគឺក៏ច្រើនស្អាតទេបងប្អូនស្អាតបាទJuly 4 this weekend ក៏បញ្ជាក់ហើយបាទបងប្អូនឃើញគេដាក់ទង់ជ័យបាទរៀបចំ celebrate July 4ហ្នឹងបាទហើយមកដល់នេះបានឃើញស្ពានHoover Dam ស្ពាន with the bridge បាទនេះហេវ៉ាវឡានខ្ញុំណោះឡានខ្ញុំនៅចង់ពោចគេដៃខ្ញុំឡានចតនៅហ្នឹងខ្ញុំដើរមកដល់ខាងក្រោមនេះhếtបាទនេះស្ពាននេះបាទអូខេខាងនេះគេដាក់ Arizona time បងប្អូនម៉ោងមកដណ្ដប់36 37ហើយបាទម៉ោងហ្នឹងបាទគឺកំប្លូនោះវាដាក់បាទនេះបើឈរលេងខ្យល់បក់លីអូយស្រួលមែនទេបាទអូខេនេះដល់កន្លែងខាងក្រោមនៅកណ្ដាលបាទដាលនេះទឹកមួយជាងបាទទឹកមួយជាងខៀវណាបាទហើយមកដល់ខាងនេះវិញបងប្អូនមកឃើញនេះស្ពានបាទខ្ញុំដាក់ថតជ្រៅមកជ្រៅមែនទែនបាទនេះខ្ញុំកាន់ទូរស័ព្ទនឹងហ្មងបាទ
bạn thấy cho quay các cho quay tức là plug cái có phải không miền tua sát đang từ mối bóng mà ngày đi máu vậy tôi theo là ca về cái đau có bàn tay việc chảo mà đọc lại nick chảo là ọt họp đấy bà anh ấy try hit thế rồi lỡ slong tôi mình riêng cái năm đó mà này cho mơ bọc ôn miền làm về đây này slong các bạn đấy lâu đi móc lại spin bọc ôn spin này spin này sàn được đây spin bọc ôn spin đóจะมาทอดขังกราวมาผมมาเคยว้าวโอ้โหเด้อพระเจ้าเด้อเมื่อไหร่ว้าวจะได้ว่าผมเลยจะได้ว่าเมื่อไหร่เราตู้ปั่นสมองเนี่ยสมองจะขังกราวมาป่ะเฮ้ยสมองปนเนี่ยแกมาเลยจะเป็นเต้ไงนี่ป่ะเรานั่งยังตัวกระดาษติดทอดกระดาษติดตลอดมาเว้นจับก่อนจับนะว่ามันจะร้านนี่จอมกระดาษมันเต้นมาโอเคแล้วมาดองlà cái lái pro office cái menu exhibit where Hoover Dam built 1931 to 1939, I think. So, or 35, no. Mày ôn tàu trăm cả đảo món này. Lôi mình lấy. Wow. Chỗ tinh không? Chỗ này tinh hơn này. Lại đi on. Nè. Wow, mà này bằng con này, này, này chậm á, mà đẹp, nhưng mà này, cái tục tập chơi bằng con nó chơi na, rừng con Superman bằng con này, play, bằng lấy tực, đó, chẳng mà là màu cái lại nó về landmark, về là bảy nữa các bạn, này, ơi bằng con mặc hơi nhỉ, wow, studio of Canada, nhom chơi tầm màu thọp, lên trên mùi bằng con bà. Chùa cái này có tròn nhòa chơi đấy nhóc. Lâu nhưng đã từ một tích lọp một bên. Lấy happening á bà. Của cái màu tên là gift shop souvenir bà. Ở nhóm phong bà khơi lại ní đó. Anh ấy dân ai giờ chỉ elevator tàu thằng po lên nước bàn bà. Bây giờ nhóm cơ như nè cái màu lên cái chỉ đáy bà. Này màu một chút này không này. Hồ. Này. Mà này mới đai cho mày là màu cho cái cành tục tiết đó sát vào con sát wow lâu à nè nhìn thọt cái lại cái đạn sát chú này đây vào nó sát hay tục lại nó miền hang lộ food and gift miền mà hộp miền trong tên nhà bòอนุสาวรีย์เมียนนะบางคนยังมาเตาเต้นนะนกลายนกโอเคนกขังมกหลังป่วยยังมาเมาเถิมในเต้ป่ะนี่อะไรนี่ป่ะว้าวอันนี้จะสาดมันเต้นป่ะตุ้งใจอ่ะว้าวโอ้นั่นนี่ก็เอาปนนั้นเวียนเหมือนลูกชายเมาเล่นป่ะแค่นี้มาจอมปีมกตัวนึกตกตัดไปเอ้ยดูชี้กันเลยฉันสลองเตามาชี้ยังติดล้างเกลือโอ้ยเจ้าคือจัดอ้อบ้านเราได้กันนะเคยเยอะcái chop áo ấy bà bồi tao liệm lọp cái nọt lại cáiประหยัดมันเต้นป่ะเราเนี่ยมาทอดนี่โอเคอันนี้มาหย่อมปรับอ่ะพอนี่ parking garage food and gift all exhibit building ป่ะเอาหน่อยกันไหนก็ไปในมหาไปเนาะเห็นกันนะป่ะโอ้ยยังไง
បើសិនណាបងប្អូនមកចង់ទិញកាហ្វេទិញម្ហូបអីញ៉ាំហេវអីគេមានកន្លែងគេស្លាច់បងប្អូនអានេះក៏ស្អាតដែរ You want here Yeah. អើអូនេះមករូបនេះគេចាក់ tape history ពីរឿងដែលគេធ្វើកន្លែងនេះគេកសាងកន្លែងនេះបាទเราមកដល់ហើយបងប្អូនឃើញអស់ហើយកណ្ដាលអត់ទៅស្ទោទេបាទព្រោះខ្ញុំមានម្ហូបមានអីប៉ុន្តែខ្ញុំទិញមកអោមានទឹកមាននៅក្នុងឡានដាក់ទឹកក្រូចទឹកអីទឹកកកនៅក្នុងធុងរបស់ខ្ញុំបាទខ្ញុំមិនមានទៅកន្លែងហ្នឹងទេព្រោះគាត់ថាមកថតកន្លែង landmark នេះជាមួយបងប្អូនបាទបើសិនណាមក Las Vegas ហ្នឹងកុំភ្លេចមកលេងបងប្អូនស្អាតហើយបើសិនណាមានពុកម្ដាយចាស់ជិះ wheelchair ហ្នឹងក៏យើងអាចរុញបានដែរគាត់ថាខែជូនហ្នឹងហើយនឹងជូឡាយវាក្តៅធេរកាសហ្នឹងខ្ទង់90ទៅ110បាទក្តៅមែនទេណាបាទបើសិនណាមកលេងពេលព្រលឹមអត់អីទេណាហើយដូចខ្ញុំជម្រាបគេអត់មានគិតលុយគិតអីទេបើសិនណាយើងចង់ចតឡានឲ្យចិត្តកន្លែងហ្នឹងដើរហ្នឹងគឺ$10បាទ$10 is very cheap ព្រោះយើងចង់ចតមួយថ្ងៃហ្នឹងក៏អត់អីដែរបាទអត់ថ្លៃទេអូខេហើយមិននោះនិយាយទៅក្តៅបណ្ណាក៏គេមកដែរព្រោះភាគច្រើនអ្នកគេមកហ្នឹងគឺពួកធរដូចខ្ញុំដែរបាទគេមកលេងបាទហើយអូនជនជាតិហ្វីលីពីនយើងក៏មកលេងដែរបាទគ្នាកាត់មកគ្រួសារបើសិនណាបងប្អូនចាញ់ថ្ងៃមកមិនបានទេព្រោះឥឡូវនេះក្តៅបាទ98ទៅ100ទេបាទគាត់តែមកដល់វាដូចខ្ញុំថាវាខ្យល់វាហៀលហើយនេះកន្លែងនេះយើងអាចជិះelevate នេះឡើងទៅថតខាងលើបានបាទហើយដើរទៅឡានវិញបាទនេះខ្ញុំភ្លេចជម្រាបបងប្អូនArizona time បើន័យថាយើងឆ្លងស្ពានមកខាងនេះហ្នឹងគឺ Arizona បាទឆ្លងស្ពានទៅខាងនោះបាទហ្នឹងគឺ Las Vegas បាទពាក់កណ្ដាលម្នាក់បាទឆ្លងផុតទៅ Las Vegas ឆ្លងមកខាងនេះគឺ Arizona បាទបងប្អូនដែលកំមកលេងហ្នឹងក៏ថតនាឡិកាយើងណាបាទពួកខ្ញុំចេញពី Hoover Dam ទៅ Harbor House បាទកន្លែងនេះគេមាន restaurant មានកន្លែងត្រីដូចខ្ញុំប្រាប់បងប្អូនពីដើមមកចឹងបាទដល់ហើយខ្ញុំឡើងស្ដារបាទឡើងស្ដារដូចឡើងស្ដារទៅបណ្ណន់ចឹងបងប្អូននេះងាប់ចោតមែនទេមើលវ៉ាវហ៊ូមកឡើងទៅអស់គ្នាបាទវ៉ាវថ្ងៃនេះបានប្រហែលណាបាន5ប៉ង step តើមើលចោតបងប្អូនចោតហត់មកដល់ឡានវិញទេបាទសើមហត់មកអីបើខ្យល់ហើយក្តៅបងប្អូនលាយគ្នាបាទអូម៉ែទៀងលក់បាត់ហើយម៉ែអូម៉ែខ្សោះអូក្តៅមែនទេថ្ងៃនេះចេញទៅក្រៅ វ៉ា បោះតែឲ្យថតពេក បាទទេចិននោះឲ្យថត ចិនឲ្យថតពេកដោយកាមេរ៉ាមែនចូលក្នុងមកដំណើរទៅ Harbor restaurant បងប្អូនបាទរ៉េស្តូរ៉ង់ទៀតដែរបាទរ៉េស្តូរ៉ង់កន្លែងត្រីទៅដាក់ឲ្យត្រីទៅបាទត្រីដាក់ត្រីឲ្យវាស៊ីមកថងហើយម៉ែក៏ដាក់អត់បានរ៉េស្តូរ៉ង់នំតអូនៅរ៉េស្តូរ៉ង់ទៅមាន chip មានអីទៀតហើយនៅល្អបើណាចង់ទៅដល់ហ្នឹងចង់វាយ sandwich ត្រីដៃខនទៅដៃខនទៅឲ្យវាកុំឲ្យវាធ្លាក់តន់នេះត្រឡប់ទៅក្រោយវិញបងប្អូននេះទេសភាពពីក្រោយនេះ Arizona អូខេឥឡូវខ្ញុំនៅមកជាងនេះ Arizona ដល់ពេលខ្ញុំឆ្លងស្ពានហ្នឹងផុតហ្នឹងគឺ Nevada បាទ Nevada Las Vegas ហ្នឹងបាទនេះស្អាតបងប្អូននេះខ្ញុំវាទៅលេខក្តៅហើយហ្នឹងបាទអូរត់មិញហូចទៅនិយាយសាច់មិនបានខ្ញុំមកនេះអត់បានខ្ញុំដើរមិនតិចទៅខ្ញុំដើររត់ទៅis good now ណាមើលនេះការកាស្ដាប់ដែរខ្ញុំបង្ហាញហ្នឹងគឺ Arizona time ឥឡូវហ្នឹងម៉ោង 2:10 នាទីបាទហើយទៅដល់ខាងមុខគឺ Nevada អត់តមកបាទនិយាយនៅមួយជាងម្នាក់បាទនេះ
một dạng đá ok nói cho nhầm thọt Nevada ở bóng bóng khơi nụ nè cà phê nắng bà màu không màu thằng có bắt màu đôi cái này gì tao và same time zone ok ចូលរួមដែរ bà Welcome to Nevada. welcome to Nevada ទីបងប្អូន Nevada time ឃើញខ្ញុំឆ្លងមកដល់នេះណាបាទអូមួយនេះរុំតុំមកមានឈប់ថតមកទៀតណាអាកាំងចូលចិត្តមិនដឹងថាគាត់ពេញចិត្តរឿងអនិលការនេះបាទ Nevada time and Arizona time គឺចង់គ្រប់គ្នាថតបាទថតគាត់ទុកថតអនុស្សាវរីយ៍បាទអូខេ alright ឥឡូវយើងចូល Nevada ហើយបាទមនុស្សច្រើនណាស់នេះបើសិនបងប្អូនមកចំថ្ងៃអាទិត្យថ្ងៃសៅរ៍បាទមិនបានទេបាទនៅកន្លែងនេះគឺពេញបាទពេញហើយរកកន្លែងចតអត់បានទេបាទអាផេ$10ហ្នឹងក៏អត់មានដែរអានឹងថ្ងៃទឹកថ្ងៃសៅរ៍បាទថ្ងៃនេះគឺថ្ងៃ Wednesday ហ្នឹងគឺនិយាយទៅដើរស្រួលអត់សូវមានមនុស្សជុលស្មាគ្នាទេណាបងប្អូនបាទនេះហើយ អូក៏ពុតជីវិញ អូអាទុយនេះលយម្ល៉េះនេះ អូទៀតណាខាងទៅ ទុយលយអូជីតាមផ្លូវនេះសុបាយមែនណាហើយ guys នេះកន្លែង food and gift ដែលខ្ញុំជម្រាបបងប្អូនហ្នឹងគឺនៅកន្លែងនេះបាទកន្លែងនេះធំត្រជាក់ចង់ញ៉ាំអីបាទមិនបាច់ចាំយកម្ហូបមកឲ្យបងប្អូនមាននិយាយមិនមានគ្រប់ហ្មងបាទនេះស្ពានបាទស្ពានស្អាតមែនតើមើលនេះហើយគឺឥឡូវចិត្តដល់ហាងកន្លែង restaurant ដែលមានត្រីច្រើនបងប្អូននៅ Harbor restaurant ហ្នឹងបាទចិត្តដល់ហើយនេះពួកខ្ញុំបើកចុះ wow ស្អាតមែនទែនទេសភាពកន្លែងនេះភាគច្រើនខាងស្នាមដៃហ្នឹងកន្លែង parking បើន័យថាពួកអ្នកគេមកជិះកង់ឬមកគេមកដើរហាត់ប្រាណពេលខែត្រជាក់បាទគេមកកន្លែងនេះហើយបាទ មានប្រកបនេះ មានត្រឹមគេបាទមិនបងភេចាំមើលខ្ញុំសួរវាមើលមានផ្លូវណាមួយទៀតទេ បង In half a mile, turn right onto Hemingway Road. ចូលមកដល់កន្លែង National Park ហ្នឹងគេយក$25បងប្អូនកាន់តែមកហូបrestaurant នៅខាងក្រោមមានត្រីមានអីហ្នឹងតែក៏ប៉ិតយើងមិនមកដើរអីកន្លែងណាមើលអត់តោះហ្មងអានេះប្រហែលជាហូបមកម្នាក់បាត់ហើយបងប្អូនបាទ Complex National Park នៅ Las Vegas យើង LA Nevada នេះឲ្យទៅចូលទឹកដីហ្នឹងគឺ$25បាទអូខេហើយ cái đồng phân màu mới kia không phải đồng អត់ណាមកចូលមក free but it's a national park she said ហាងនេះបងប្អូននៅខាងក្រោម ចិត្តដល់ឯងសោះ អូចុះកណូតចុះអីហ្នឹងតែចិត្តគេអូសកណូតមកចុះហ្នឹង ក៏ដល់ខ្លួនទេភាព កន្លែងនេះស្អាតបាទ National Park អូស្អាតហើយបងប្អូននេះកន្លែងនេះស្អាតមែនទែនបាទអូ speed 5ទៅ10ផង guys ឥឡូវមកដល់កន្លែង restaurant ហ្នឹងគឺ gravel road បាទនេះវាមិនតាន់ចាក់ផ្លូវចាក់អីទេនេះបាទអូ បណ្ណាងបើដែរបណ្ណាង អូខេឥឡូវមកដល់ហើយបងប្អូននេះកន្លែងនេះស្អាតបាទកន្លែងសម្បូរត្រីហើយមានកន្លែងហាងគាត់ថាវាចូលនៅក្នុងអា State Park ហ្នឹងយើងអស់$25 $25ហ្នឹងបានន័យថាវាឲ្យកระดาษ receipt យើងហ្នឹងហើយយើងអាចប្រើប្រាស់any state park for 7 days បាទវាមកទៅដែរវាឲ្យយើងឱកាសយើងប្រើហ្នឹងបាទខ្ញុំចូលទៅមកហ្នឹងមានទៅstate park ហើយអូមួកម៉ែទាំងមួកម៉ែក្តៅទាំងពាក់អង្គស្រួលមួកម៉ែដាច់ទៀតទេដល់ពេលក្តៅអាទឹកនេះបងប្អូនតាមខ្ញុំស្ទង់មើលអាទឹកនេះNational Park នេះណាអាទឹកនេះតាមខ្ញុំស្ទង់មើលជាប់នឹងទឹកHoover Dam បាទព្រោះវាចម្ងាយចេញពីហ្នឹងមកខ្ទង់5-6 ម៉ាយបាទហើយ
ទឹកវាជាប់គ្នាបាទស្រង់ខ្ញុំយកនំប៉័ងពីដៃខនទិញពីព្រលឹមហ្នឹងសាបហ្នឹងបាទបាទបងហ្នឹងទេLake Mead Marina បាទខ្ញុំរងនឹកឃើញបាទនេះមកទេណាមកនេះជាស្រួលបងប្អូនជាមែនណាមកនេះរត់នេះហើយបងប្អូននេះស្អាតណាបាទនេះបាទចង់ជិះទូកជួលទូកជិះឲ្យបានណាបាទនៅនេះបាទបើយើងជួលខាងនោះបាទក្នុងកន្លែងនោះខ្ញុំដើរផងហូបបាន់មីផងបាទចិត្តអស់មកជាងហ្នឹងបាទត្រីតាមផ្លូវហ្នឹងណាបងប្អូននោះបើធំមែនទេនោះវាដឹងឲ្យយើងឲ្យចំណៃហ្នឹងម៉ែណាអូបាទធំមែនទេហើយ healthy ហើយតិចទៅវាជាមួយអូប្រែកហ្នឹងនេះខ្ញុំយកនំប៉័ងមួយថងឲ្យបងប្អូនឲ្យត្រីបាទប៉ុន្តែយើងឲ្យនៅរៀងកណ្ដោះម៉ែមានអាសត្វទាហ្នឹងចង់ទៀតណាចឹងគឺដាក់មួយចំណិតមែនទេមកហើយណាបងប្អូនមើលនេះđi đo nè wow mà bo hay không bà chứ right wow thông lấy Holy moly. I know right ngon của bạn ngon đấy wow thơm mình tên lúc này đi hê nhá cây đó bà phổi về chán bong bồn này màu lấy còn vô một hộp nụ băng tham quan dùng áo nhé về chán là nhạc lao màu thế ở miền áo nhé bà rồi về ngày đi màu bay buồn cua xá vô một hộp màu cỏ bà mà nào wow một cái trâu mà con ba bán thế đó ta có chập ba thế đi đây ba ông sắp bài sắp bài ba mai này ai chứ ok ba chạy đón đấy có chuột lên cái mai này ai chứ nhưng mình lấy tham mà đo lần đấy bà mau pi Minnesota ba oh really what a small world oh really hay lâu nào bây giờ này chắc ấy hay bác Lan mò lên chẳng hay mua hay mua tàu ale bây giờ màu bạc hàng lắm còn đây chẳng ấy rồi thì nó ale dàn bạc hàng bạc ấy vào lo rồi này ok đây trả này ao chơi con mau lên mà ngái bây giờ đang đo ngay được chết đo đó cho chân đấy còn cho chân lâu mà đấy chứ bên xu ấy ok bà này một tray một con này ngày này hê nhá tray ngày này mau lượng muốn nói đấy anh bên là cái tên mà hộp áo vậy nè tí đó này giờ tao nào tại đấy take over ngon mà ồ bé thế mình lên cho chặt á dạ rồi một con này đặt hố bò trắng đó và cái này bò bố trai nhầm bò bố bà bố trai nhầm bò bố chứ trai người xì bò bố bà
ទីទីអណ្ដាមសៀបានព្រោះគ្នាវាទាំងអស់នេះវ៉ាវមើលនេះបាក់នេះវ៉ាវនេះស៊ីដល់ហើយណាទៀតស្អាតនេះទៅឲ្យមកព្រលឹមហើយដល់ហើយមែនណាវ៉ាវស្អាតណាស់បងប្អូនណា bắp lấu អាប្លង់ស្អាតបាទសតតែមកកណូតបាទណាមកអង្គុយ relax ស្រួលបាទដល់នេះ nhâm ló អូអាបុយគេយកផាប់កូនឲ្យយាយទៀតណាវិញបាទចេះដល់ហើយអូមកណាស៊ីយាយတော့អង្គុយមើលត្រីស៊ីផាប់ខូនសែនវិចនិយាយទៅដាក់អីក៏បានដែរពួកនេះទទួលទានបានទាំងអស់បាទអាទេស៊ីអត់តាន់ត្រីផងបាទដាក់ទៅអាត្រីស៊ីរហូតមើលបាយមើលស៊ីមិនតាន់ Baby can you throw give one to the duck Can you throw one for the duck I want to see if they can catch it Come on hurry bạn phi à bạn ba à con từ cai bằng vô đây này tinh một thong pi bịch thong ấy ít luôn anh phong ở tray phong chặt ló wow này mà mày cũng ở đây nữa mày see ya đấy nghe đi chị coi chết chị xuống phần là có mọi chành crao bán đấy coi chết nằm đó ô chào ôi chị dê đó mình sao chào tôi chào thống này bảo ôi trời dê chết o chẳng ôi này mình này đã ôi mình này một phụ này mà xì đỏ lên này nhầm coi ní chọp coi lấy chết mà máu vậy đâu và coi ní chéo và dừng viêm lốp bà mình này lốp lỗ dê dòng o tiết đó đấy đó là nó trao cho đô nè ô đạo dê o hết nè to hết nè để mà trai một con này mình này wow mình tham đá hết mà trai mấy đó wow wow nó thông lấy mà và khơi chặt vào 10 lót nữa nè mình nè này bồi mà ô bồi ao tiền đó là ba bông ô nè liệt sao nó bông hay bông ơ nè sọc bái chắp lâu bông sọc bái bông thôi tụi nào tụi lọp tụi bánh bông đó chăm bánh mấy chăm chục nên làm pin bông cái ô nè liệt liệt các này ba chém sọc bái ba ba mang khóa mà người ta tay cái món đó bài bông ba bao lên thì anh đi chuột bong hay nâng ôn còn bong còn màu pì pin hay nâng ôn còn nấu Las Vegas còn thọp luôn nấu Bloomington nấu Minnesota vậy nữa và hay nâng bong con một lên pì nó pin pin những cái tha ở trên châu một lên nhà mình đó sau bà thấy bong pôn ở tới miền lôi cọ mình đẹp mà mơn bà mình đẹp mà mơn bên là để dừng vô visa mỏ mình nữa bà cái vô mà mơn tấu cái ở visa với mà lên nhà mình thấy rồi lọp từ cái nhà nó được đi pass hết á bà là rõ cái khai dân mỏ mình thấy ở lọp từ bên bà đây thà cái lôi nó kia can tục mà hô đò dừng mà lên mình thấy mà tập lọp từ bên nó cái lôi dừng mình bà rồi bằng con thà chơi chôn 300 miếng sai miếng đây bà đôi muốn đấy bà xua một tên bà ok giá lắm conเราเธอตำราตะเวนบางปอนเจนปีไหลนี่เต้าเล็กมารีนาบ่าหาเบอร์นี้ไหลได้สว่างนั้น
ត្រឡប់ទៅវិញគឺ38នាទីទេបងប្អូនព្រោះអីខ្ញុំទិញNational State Park អស់$25មិញហ្នឹងវាយើងមិនត្រឡប់ទៅអាមែនវិញណាយើងត្រឡប់ទៅខាងនេះបាទណាស្រួលបាទមិញខ្ញុំថតមកដល់ហើយបងប្អូនអើយណាដោយ microwave ចឹងបាទបើមិនបានខ្យល់ទេមកទេពួកខ្ញុំងាប់រុនរួចទេក្តៅណាស់បាទ Last week 90ជាងអានេះបាទ98 degree ក្តៅញាក់សាច់បាទអូនេះដាក់រេឌៀមនេះដូចចំណាត់ដើមនេះស្ដាប់ទៅបាទវ៉ាវអូក្តៅបងប្អូនក្តៅបាទខ្ញុំបាក់ឡានទៅយកម៉ែប្អូនឆ្ងាយដែរបាទនេះហើយ còn Việt Nam ấy đào nát thế cái đào này tại chứ bỏ bài vào này càng tẹt cho anh với nhà Việt Nam to đây ăn miên mà to đi tôi đào nào vào anh ngồi tách đây chơi đào làm một bụi vâng hai thêm không ăn không ăn to đấy ok เราនេះខ្ញុំបើកផ្លូវ National State Park បងប្អូនផ្លូវនេះអត់មានព្រោះយើងបង់$25ហ្នឹងប្រើបានមួយអាទិត្យបាទហើយបើសិនណាយើងមានឪពុកម្ដាយអាយុ retire ហ្នឹង senior citizen ហ្នឹងអាចវាចូលឲ្យ$10ដែរបាទឥឡូវនេះពួកខ្ញុំ take advantage of paying for the ticket for $25 បាទផ្លូវនេះបាទអត់មានឡានទេមានឡានមួយតាមពីក្រោយបាទគេមិនអត់ទេបាទព្រោះនេះម្នាក់អូបង$25ថ្លៃដែរបងប្អូនបាទតែនៅពួកខ្ញុំចង់មកលេងកន្លែងត្រីមិញហ្នឹងហើយនឹងជួបបងមួយធ្លាប់នៅរមនីស្ថានហ្នឹងហើយនឹងបងគាត់ហ្នឹងមកពីភ្នំពេញបាទមកលេងហ្នឹងគាត់ថាកម្ដៅ95 98ហ្នឹងល្មមគាត់ធ្លាប់នៅស្រុកខ្មែរយើងក្ដៅដែរបាទគាត់ថាដើរស្រួលណាបាទហើយផ្លូវនេះស្ងាត់មែនទែនបាទឡងតិចទៅដល់ផ្ទះបាទបើប្រហែលជា25នាទីដល់ផ្ទះចិត្តមែនទែនផ្លូវកាត់បាទ